Radio Free Asiaកម្មករនយោជកជាង 4000 នាក់ក្នុងសង្កាត់ស្ទឹងមានជ័យក្រុងភ្នំពេញបានប្រមូលផ្ដុំគ្នាធ្វើកោតកម្មបិទផ្លូវមុខរោងចក្រ SL Garment Processing Cambodia ស្នើឲ្យភាគីខាងក្រុមហ៊ុនចេញមុខដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនសម្រាប់ពួកគេការទាមទាររបស់កម្មករកម្មការិនីមកដល់ពេលនេះអស់រយៈពេលជាង1សប្តាហ៍ទៅហើយគិតចាប់ពីថ្ងៃ 12 ខែសីហាតំណាងកម្មករអ្នកស្រីប៉ៅផាន់ណាបានដឹងថាដំណោះស្រាយជាអតិភិបដែលក្រុមកម្មករចង់ទទួលបានពីក្រុមហ៊ុនគឺផ្ដល់វេនធ្វើការពី 2 វេនមក 3 វេនជាធម្មតាវិញបញ្ឈប់វត្តមានរបស់កងអាវុធហត្ថក្នុងរោងចក្រជាហេតុនាំឲ្យកម្មករមានការភ័យខ្លាចនិងសូមឲ្យបើកប្រាក់ខែឲ្យកម្មករឲ្យបានទៀងទាត់រាល់ដើមខែអ្វីដែលជាការទៀមទារបស់បងប្អូនកម្មករទាំងអស់គ្នានៅពេលនេះគឺវាមាន9ចំណុចចាតែអ្វីដែលថាផ្ដោតអារម្មណ៍ជាងគេចំណុចដែលសំខាន់គឺមានតែ3ចំណុចទេចំណុចទី1គឺសូមឲ្យដកឯកឧត្តមមានសត្ថាចេញពីរោងចក្រ SL ណាហើយចំណុចទី2សំខាន់គឺលុយបាយ$3និងចំណុចបញ្ចប់គឺលុយបាយ150លុយប្រាក់ខែគោលចំនួន$150អ្វីដែលក្នុងបំណងបងប្អូនទាំងអស់គឺគាត់អត់មានចង់បានអ្វីក្រៅពីឲ្យមានដំណោះស្រាយទោះបើរោងចក្រហ្នឹងចង់ដំណើរការក៏ត្រូវតែចរចាបើចង់បិទគឺក៏ត្រូវតែចរចាមិនមែនទុកមិនអើពើតាមរបៀបនេះទេហើយចាប់ផ្ដើមចេញសេចក្តីប្រកាសសេចក្តីសម្រេច48ម៉ោងនៃការសម្រេចចាមន្ត្រីផ្នែកច្បាប់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោកបុតប៊ុនឈៀនមានប្រសាសន៍ថាមូលហេតុនៃការធ្វើកោតកម្មនេះដោយសារកម្មករឃើញមានភាពមិនប្រក្រតីមួយចំនួននៅក្នុងរោងចក្របើអ្វីដែលខ្ញុំសង្កេតឃើញមានថាការទាមទាររបស់គាត់មានការផុសផុលណាហើយក៏ដូចជាការរួមចំណែកចូលរួមស្ទើរតែទាំងអស់ហ្មងដោយសារកម្មករនៅក្នុងរោងចក្ររាល់ថ្ងៃអត់មានអ្នកធ្វើការទេមានតែផ្នែកចិនដែលគាត់ជាអ្នកធ្វើការណាហើយណាមួយឃើញថាអ្វីដែលគាត់ធ្វើនេះវាសមស្របដែរព្រោះអីគាត់បានដាក់លិខិតចរចាជាមួយក្រុមហ៊ុនដូចជាចំណុចឲ្យដកPM ចេញហើយនឹងលក្ខខណ្ឌផ្សេងតែបន្ទាប់ពីលោកមានសត្ថាចូលមកធ្វើការនៅក្រុមហ៊ុននេះគឺគេមិនទទួលយករាល់សំណើរបស់តំណាងកម្មករនិងតំណាងសហជីពដាក់ចរចាគឺគេទាត់ចោលមករហូតដល់ពួកគាត់មិនអាចទ្រាំទ្របានសម្រាប់ចាត់ធ្វើកោតកម្មហ្នឹងវិទ្យុអាស៊ីសេរីមិនអាចទំនាក់ទំនងលោកមីសុថាដើម្បីស្រាយបំភ្លឺការទាមទាររបស់កម្មករបានទេក្រុមកម្មករអំពាវនាវដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជួយផ្ដល់កិច្ចអន្តរាគមន៍និងជួយពន្លឿនការដោះស្រាយបញ្ហាដែលកម្មករកំពុងប្រឈមមុខជាមួយក្រុមហ៊ុនទោះបីជាយ៉ាងណាក្រុមកម្មករអះអាងថាពួកគេនៅតែបន្តការធ្វើកោតកម្មនេះតទៅទៀតប្រសិនបើពួកគេនៅតែមិនទាន់ទទួលបានដំណោះស្រាយសមស្របដែលអាចទទួលយកបានខ្ញុំរ៉ាន់តំណាងវិទ្យុអាស៊ីសេរីភ្នំពេញ